គេហទំព័រព័ត៌មាន The New York Editorial ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនៅថ្ងៃទី19 ខែកុម្ភៈឆ្នាំ2026បានបញ្ចេញរបាយការណ៍ស៊ើបអង្កេតស៊ីជម្រៅមួយដែលរកឃើញថាថៃបានបំលែងចំនួនព្រំដែនជាមួយកម្ពុជាទៅជាសង្គ្រាមដោយបំពានច្បាប់អន្តរជាតិចំនួន5ចំណុចទី1ថៃបំពានគោលការណ៍សមាមាត្រនិងការចាំបាច់នៃការការពារខ្លួនរបាយការណ៍របស់ The New York Editorial លើកឡើងថានៅថ្ងៃទី23ខែកក្កដាឆ្នាំ2025ទីហ៊ានថៃម្នាក់ជាន់មានរងរបួសធ្ងន់ក្នុងរយៈពេល24ម៉ោងថៃបានប្រើយន្តហោះចម្បាំង F-16 វាយប្រហារលើទីតាំង12កន្លែងតាមព្រំដែនកម្ពុជានេះគឺជាការឆ្លើយតបដែលលើសសមាមាត្រនឹងហេតុការណ៍ដើមទី2ថៃប្រើគ្រាប់បែកចង្កោមក្នុងតំបន់ជនស៊ីវិលរស់នៅដែលអង្គការសិទ្ធិមនុស្ស Human Rights Watch ចាត់ទុកថាជាការវាយប្រហារដែលមិនស្របច្បាប់ទី3ថៃវាយប្រហារឆ្លងដែនដោយគ្មានការអនុញ្ញាតរួមទាំងទៅលើទីតាំង scam online នៅក្នុងទឹកដីកម្ពុជាការវាយឆ្លងប្រទេសបែបនេះអាចធ្វើទៅបានលុះណាតែថៃទទួលបានការអនុញ្ញាតពីក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែប៉ុណ្ណោះនេះបើយោងទៅតាម The New York Editorial គេហទំព័រនេះបញ្ជាក់ទៀតថាទីតាំង scam មិនមែនជាការវាយប្រហារយោធាដែលអាចយកទៅធ្វើជាហេតុផលធ្វើសង្គ្រាមបានទេទី4ថៃបដិសេធដំណោះស្រាយសន្តិភាពដែលសម្របសម្រួលពីអាមេរិកចិនម៉ាឡេស៊ីនិងយន្តការអាស៊ានព្រមទាំងការជំរុញពីអង្គការសហប្រជាជាតិខណៈដែលកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅ ICJ ស្នើកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនិងយល់ព្រមទៅលើសំណើសម្របសម្រួលជាបន្តបន្ទាប់តាមរបាយការណ៍នេះថៃបានបំពានទ្រឹស្ដីច្បាប់អន្តរជាតិទី5ក្រោយឈប់បាញ់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025ការស៊ើបអង្កេតរបស់ The New York Editorial រកឃើញថាថៃនៅតែរក្សាកងកម្លាំងក្នុងដែនដីកម្ពុជាចំនួន14កន្លែងក្នុងនោះគ្រាន់តែនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យក្នុងខេត្តបន្ទាយមានជ័យថៃពាត់យកអស់292ហិកតាប៉ះពាល់ផ្ទះជាង1300ខ្នងនៅអូស្មាច់ខេត្តបន្ទាយមានជ័យវិញថៃចូលជ្រៅជម្រៅ397ម៉ែត្រពីបន្ទាត់ព្រំដែនការស៊ើបអង្កេតនេះគឺផ្អែកទៅលើឯកសារយោងពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រអង្គការឃ្លាំមើលសិទ្ធិមនុស្សឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្រុមប្រឹក្សាទំនាក់ទំនងការបរទេសក្រុមប្រឹក្សាដឡង់តិចបណ្ដាញអនុវត្តច្បាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់អាមេរិកវិជាស្ថានស្រាវជ្រាវ ICIS របស់សិង្ហបុរីនិងប្រភពបន្ថែម80ផ្សេងទៀតទោះយ៉ាងណាក៏ដោយ The New York Editorial គឺជាវេទិកាវិភាគអនឡាញមិនមែនជាតុលាការឬក៏ស្ថាប័នច្បាប់អន្តរជាតិនោះទេហើយសេចក្តីសន្និដ្ឋានរបស់ស្ថាប័ននេះក៏មិនមែនជាការសម្រេចផ្លូវច្បាប់ដែរក្នុងរបាយការណ៍នេះ The New York Editorial ក៏បានរកឃើញដែរថាកម្ពុជាក៏មានកត្តាបង្កភាពតានតឹងមួយចំនួនដែរដែលអាចផ្ដើមចេញពីបញ្ហា scam ដែលថៃគំរាមបំផ្លាញកាស៊ីណូនិងប្រតិបត្តិការតាមព្រំដែនបន្ទាប់មកការទម្លាយខ្សែអត្ថសម្លេងរបស់អតីតនាយករដ្ឋមន្ត្រីថៃលោកស្រីផែថុងថានស៊ីនវត្រានិងការហៅពលកររាប់សែននាក់ត្រឡប់មកកម្ពុជាវិញដែលរុញសភាពការឲ្យឡើងកម្ដៅថែមទៀតទោះជាយ៉ាងណា The New York Editorial ទាញហេតុផលថាការបង្កសញ្ញាតានតឹងមិនមែនជាការអនុញ្ញាតឲ្យភាគីមួយទៀតប្រើកម្លាំងលើសកម្រិតឬក៏លើសសមាមាត្រឬក៏បដិសេធដំណោះស្រាយសន្តិភាពដោយប្រទេសថៃបានអនុវត្តនោះទេខ្ញុំរស់សុធាពី News Today NTTV